សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះស្វាគមន៍បងប្អូនទាំងអស់គ្នាបន្តទៀតមកកាន់ Channel Revit ខ្មែរ Tutorial របស់យើងនៅក្នុងវីដេអូមេរៀនមុនខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការ model នៅជ្រៃដំបូលរបស់យើងក៏ដូចជាការ model នៅដំបូលក៏ដូចជាការ model មួយចំនួនធំដែលខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នារួចមកហើយអញ្ចឹងនៅក្នុងវីដេអូមេរៀននេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការ model នៅ curtain wall របស់យើងផងដែរនៅក្នុង architect curtain wall ដើរតួនាទីយ៉ាងសំខាន់ផងដែរនៅក្នុងការ decoration ផ្សេងៗទៅលើជាងទៅលើប្រភេទផ្សេងៗដែលតាមការច្នៃរបស់បងប្អូនណាអញ្ចឹងនៅក្នុងវីដេអូមេរៀននេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាទៅលើការ model curtain wall របស់យើងជាលក្ខណៈដួងអួចដើម្បីកុំឲ្យខាតពេលយូរខ្ញុំចូលទៅកាន់ ground floor ហើយបងប្អូន default របស់យើងចូល wall curtain wall ជា category របស់ wall ដែរអញ្ចឹងបងប្អូនទៅចូលទៅកាន់ពាក្យថា architecture បន្តមកទៀត wall architecture ចឹងនៅក្នុងនេះក្នុងនេះនៅក្នុង Revit របស់យើងដំបូងផុត curtain wall របស់យើងវាមាន no define មាន material clashing ហើយនិង storefront នេះអញ្ចឹងខ្ញុំយក3នឹងដើម្បីយកមកបង្ហាញបងប្អូនទាំងអស់គ្នាចឹងថា3នឹងវាខុសគ្នាវិញបន្តមកទៀតខ្ញុំយក material នេះហើយមួយទៀតខ្ញុំយកប្រភេទ storefront អូខេខ្ញុំយក storefront ហើយខ្ញុំចូលទៅកាន់ 3D របស់យើងវិញនេះតើតងជាមួយនឹង no define គឺអត់វាមានអីទាំងអស់ហើយតើតងជាមួយនឹងនេះរបស់យើងវាមាន grid ខ្លះដែរនៅក្នុងនេះ option ទី2នេះ no define នេះអានេះsorry សារនេះខ្ញុំមាន edit បន្តិចមិញប៉ុន្តែ just style មកវាអាហ្នឹងអត់មានអី no define នេះដោយសារខ្ញុំ edit ដាក់ grid វាបន្តិច just style no define មកគឺតែ load ហ្មងអានេះណាន់ដែរបន្តនេះអញ្ចឹងហ្មង no define អានេះប្រភេទទី2 material clashing វាមាន grid បន្តិចដែរហើយទី3ប្រភេទ storefront នេះវាមាន boolean មាន grid មានអីហ្នឹងហើយអញ្ចឹងយើងអាចគាត់ថា modify នេះបន្ថែមឬមួយក៏យើង create នេះហើយតកតងជាមួយនឹង curtain wall របស់យើងវាធ្វើការជា system វាធ្វើការជា system មិនបងប្អូនបានន័យថាប្រភេទចម្រឹងប្រឈរប្រភេទចម្រឹងផ្ដេកនេះគឺយើងអាចធ្វើការនៅក្នុង system របស់វាបានអញ្ចឹងដើម្បីកុំឲ្យវាចំណាយពេលយូរដែរហើយដើម្បីកុំឲ្យបងប្អូនរងចាំយូរខ្ញុំចូលទៅកាន់ពាក្យខ្ញុំចូលទៅកាន់ ground floor level របស់ខ្ញុំវិញបន្តមកទៀតនេះជាប្រភេទ curtain wall របស់យើងនៅក្នុងប្លង់ architect អញ្ចឹងខ្ញុំយក wall architect បន្តមកទៀតខ្ញុំយកប្រភេទ not define នេះដើម្បីមកចែកជូនបងប្អូនអរគ្នាអញ្ចឹងខ្ញុំយកព្រមនេះមកហើយនៅក្នុងនេះរបស់យើងប្រភេទយើងទីយើងប្រើ 48 អញ្ចឹងខ្ញុំចូលសារថ្មីខ្ញុំយក architecture ខ្ញុំយក no define នេះអូខេខ្ញុំអូឲ្យស្មើ boundary របស់វាស្មើនេះមកហើយបន្តមកទៀតនេះបងប្អូនឲ្យចុចឲ្យវាកញ្ចក់ទៅខាងក្រៅទៅក៏បានដែរព្រោះមកខ្ញុំចូលទៅកាន់ 3D របស់ខ្ញុំចូលទៅកាន់ 3D នេះ curtain wall ដែលយើងគូមិញគឺវាអត់មានអីទៅទេ load អញ្ចឹងនៅក្នុង option មួយនេះបងប្អូនអាចគូទៅតាមអីដែលបងប្អូនស្រឡាញ់ទៅតាមអីដែលជា idea របស់បងប្អូនហើយទី2យើងអាច import ប្លង់ AutoCAD មកដែរនេះដែលប្លង់ AutoCAD ខ្ញុំបាន import មកហើយក្នុងនេះវាតងជាមួយនឹងការ import ប្លង់ហ្នឹងដូចសពមួយដងអញ្ចឹងខ្ញុំ delete អានេះឡើងវិញខ្ញុំទៅ import ជូនបងប្អូនវិញយក insert បន្តមកទៀត import CAD ខ្ញុំយក file AutoCAD ពីខាងមុខនេះមកបន្តមកទៀតខ្ញុំយក internal origin នេះអញ្ចឹងយើងបានប្លង់មកយើងមកហើយបន្ទាប់ពីបានប្លង់ជា AutoCAD មកយើង align វាឲ្យស្មើគ្នាបន្តិចមកអូខេអញ្ចឹងយើងបានប៉ុណ្ណេះហើយពេលដែលយើងបានប៉ុណ្ណេះហើយបងប្អូនសង្កេតឃើញថាប្លង់ link CAD ដែលយើង link មកមិនអញ្ចឹងវាអត់ឃើញទេអញ្ចឹងមូលហេតុដែលវាអត់ឃើញនេះជាកលឹះមួយដែរសម្រាប់ខ្ញុំដំបូងគឺថាររៀងយូរដែរអញ្ចឹងបងប្អូនមើលឡើង draw layer នេះ draw layer វាដាក់ background អញ្ចឹងបងប្អូនយក foreground មកវាមកនៅខាងមុខវិញឃើញទេជួនកាលយើងអាចមើលភាសាបានក៏យើងអត់ចាប់អារម្មណ៍ដែរណាបងប្អូនមិនប្រកាសថាមើលភាសាបានហើយយើងអាចធ្វើអីអានយល់ភ្លាមៗហ្នឹងអញ្ចឹងតកតងជាមួយនឹង curtain wall របស់យើងខ្ញុំអូសយកប៉ុណ្ណេះទៅតាមប្លង់របស់យើងរៀងជ្រុងប៉ុណ្ណេះអូខេបន្តមកទៀតនេះវាធ្វើការជា system បែបម៉េច
វាធ្វើការជា system ហ្នឹងពេលដែលបងប្អូនចុចលេងចេះ edit ថៃក្នុង edit ថៃនេះវាស្តៀងក្នុងនេះរបស់យើងវាស្តៀងជាមួយនឹងbeam system របស់យើងបងប្អូនដែលខ្ញុំបង្ហាញក្នុងវីដេអូមុនណានេះជាតកតងមួយ curtain wall panel អានេះតកតងជាមួយនឹងការ join ដែករបស់យើងឲ្យអាក្រម D join ឈរឬក៏ឈរ join D ជាទី2មួយទៀតវាមាន vertical grid ហើយនិង horizontal grid តកតងជាមួយនឹង vertical grid ហើយនិង horizontal grid នេះវាបែបម៉េចនេះ vertical grid នេះ vertical grid វា link ជាមួយនឹង vertical mullion ហើយដល់ពេល horizontal grid នេះវា link ជាមួយនឹង horizontal mullion ចាំមើលខ្ញុំទៅបញ្ចូលកន្លែងនឹងជូនបងប្អូនទាំងអស់គ្នានេះ grid វាធ្វើការបែបម៉េចចឹងណាចឹង grid ខ្ញុំយកជាក្នុងនេះមានច្រើនមាន fixed distance មាន fixed number មាន maximum spacing អាហ្នឹងបងប្អូនសាកមើលមួយមកអញ្ចឹងពីខ្ញុំទៅវិញខ្ញុំយក maximum spacing ខ្ញុំយកកម្រិត maximum ខ្ញុំយកកម្រិត maximum ឲ្យវាចែកស្មើគ្នាអញ្ចឹងណានៅក្នុងនេះរបស់យើងហ្នឹងខ្ញុំយក maximum spacing បន្ទាប់មកឧទាហរណ៍ថាខ្ញុំ vertical ខ្ញុំយក600 mm មួយខ្ញុំយក6ទឹកមួយហើយបន្ទាប់មក horizontal ខ្ញុំយក1200មួយក្នុងនឹងមកបន្ទាប់ចុច apply អូខេនេះអានេះជា horizontal grid អានេះជា vertical grid ដែលយើងដាក់600មិនអញ្ចឹងណានេះ vertical grid អានេះ horizontal grid អញ្ចឹងបន្ទាប់មកទៀត mullion បងប្អូន select លើនេះខ្ញុំ edit ថៃដដែលខ្ញុំនឹងបង្ហាញ mullion ជូនបងប្អូនកន្លែងនេះ mullion នេះអញ្ចឹង mullion ពេលខ្ញុំយក vertical mullion អានេះវា interior នេះវា follow តាមខាងក្នុងនេះអញ្ចឹងខ្ញុំយក interior មុនមក interior ខ្ញុំចុច apply នេះអានេះប្រភេទ interior ឃើញវាអត់មានខាងពីវិឈរនេះគឺ exterior អញ្ចឹង exterior អត់មានទេហើយ exterior មានខ្ញុំបញ្ចូល exterior វាប្រភេទ48ដូចគ្នាមើលអូខេខ្ញុំបញ្ចូល48នេះឈរ exterior ថៃ interior ថៃ1ខាងនេះ exterior ថៃ2ខាងនេះអញ្ចឹងវាមាន2ខ្ញុំចុច apply មកអូខេនេះអញ្ចឹងយើងបាន exterior របស់យើងវាឈរឃើញហើយមួយទៀតពាក់ព័ន្ធជាមួយនឹងកន្លែងនេះ horizontal mullion វាដូចជាមួយនឹង vertical mullion ដែលវាមាន interior អញ្ចឹងខ្ញុំយក48ដូចគ្នាមកខ្ញុំចុច apply នេះវាបានកណ្ដាលមួយហ្នឹងវា interior អញ្ចឹងវាខាងក្រៅ exterior ខ្ញុំយក48ដែរអូខេងាយស្រួលមួយច្បាស់ចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាតាមពិតនៅក្នុង YouTube កម្រមានគេចែកលេខអីដែល step អញ្ចឹងបងប្អូនទាំងអស់គ្នានេះជាការចាប់ផ្ដើម YouTube របស់ខ្ញុំហើយក៏ជាការសាកល្បងចែកម្លែករបស់ខ្ញុំទៅកាន់បងប្អូនទាំងអស់គ្នាដែរខ្ញុំនឹងធ្វើមកវគ្គនេះដើម្បីចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាដែលលក្ខណៈ basic ហ្នឹងគឺថាអាចទៅយកប្រើការបានមួយចំនួនបន្ទាប់ទៀតខ្ញុំចុច OK អញ្ចឹងយើងបានឃើញទេបន្ទាប់ពីបានជា system អញ្ចឹងហើយយើងអាច modify វាបានដែរអញ្ចឹងដើម្បី modify យើងត្រូវ modify បែបម៉េចនេះអញ្ចឹង just ដែកអីដែលយើងមានគឺនេះគឺ mullion របស់យើងវានៅនេះហើយ just ដែកវានៅនេះហើយនេះ virtual វានៅនេះ just ដែកវានៅនេះអញ្ចឹងដើម្បី modify វាបានបងប្អូនដាក់ mouse លើរបស់យើងលើ mullion របស់យើងមកយើង tap ឲ្យវា show grid នេះ show grid ហើយបន្តទៅទៀតយើងចុចដោះនេះចេញយើងដោះនេះចេញយើង move វាទៅបានហើយឬមួយក៏យើង align ក៏បានដែរយើង move វាទៅបានឃើញទេនេះគ្នាខ្ញុំចុចហើយខ្ញុំ move វាដូចគ្នាអូខេអញ្ចឹងយើងបានពីនេះខ្ញុំedit តែខ្ញុំយក maximum spacing នេះខ្ញុំយក1000មកតាមពិតបងប្អូនមិនបាច់យក1000អញ្ចឹងដូចខ្ញុំក៏បានដែរបងប្អូនអាចគណៈ apply grid មកហើយយើងបន្ថែមវាមកបានហើយពេលយើងយក1000វាចំហ្មងអញ្ចឹងតែខ្ញុំអត់ចង់ឲ្យវាចំពេកអញ្ចឹងទេខ្ញុំយកត្រឹម800ឬមួយក៏1000ខ្ញុំយក900ចុះអូខេខ្ញុំអូខេនេះអញ្ចឹងវាអានេះវាចំអញ្ចឹងយើងយកហ្មងក៏បានដែរបងប្អូនឲ្យតេតងជាមួយនឹងការ move ផ្សេងៗយើង move ដូចខ្ញុំបង្ហាញមុននេះមកណានេះមួយទៀតខ្ញុំដោះ grid ឡើងនេះខ្ញុំចង់ move នេះចេញហើយបងប្អូនត្រូវយកពាក្យ add ឬមួយក៏ remove segment នេះមកពេលដែលវាមាន mullion វានឹង remove ពេលដែលវាអត់ mullion វានឹង add អញ្ចឹងនេះខ្ញុំ remove មកអូខេបានទេនេះ mullion របស់យើងវានៅនេះចឹងអានេះដូចគ្នាខ្ញុំ tab ខ្ញុំយកដោះ grid វាមកខ្ញុំ add remove segment ដោះចេញមកអូខេចឹងយើងបានប្រភេទ
curtain wall របស់យើងបានប៉ុណ្នេះហើយបន្តមកទៀតខ្ញុំទៅ apply កញ្ចក់ឲ្យវាកញ្ចក់ខ្ញុំទៅដាក់ material ឲ្យវាបន្តិចវាប្រភេទ color ខ្ញុំយកប្រភេទអីផ្សេងក៏បានដែរប្រភេទ color នេះវា foreground pattern surface pattern cut pattern ហើយពណ៌នេះបងប្អូនកុំយកពណ៌ហ្នឹងក៏បានដែរយើងអាចយកពណ៌យ៉ាងខ្មៅបន្តិចនេះពណ៌ពីខាងក្រៅយើងអាចយកពណ៌យ៉ាងខ្មៅបន្តិច cut pattern foreground pattern ខ្ញុំចុច OK មកបន្តមកទៀតកម្រាស់របស់កញ្ចក់នេះវា25សង់ទីម៉ែត្រអញ្ចឹងយើងជាក់ស្ដែងយើងអាចយក12មីលីម៉ែត្រក៏បានដែរអូខេយើងចូលទៅកាន់ 3D តិចមើលវាមានអីប្លែកតិចអត់ប្លែកទេសារយើងអត់តន់បានបដូរទីតាំងកញ្ចក់ឲ្យវាមកខាងក្រៅអូខេអញ្ចឹងយើងប៉ុណ្្នឹងសិនយើងចូលទៅកាន់elevation របស់យើងវិញហើយតកតងជាមួយនឹងកន្លែងនេះវាកោងអញ្ចឹងយើងត្រូវប្រើ curtain wall យើងត្រូវប្រើ model in place ជំនួយអញ្ចឹងយើងជំនួយបែបបងប្អូនទាំងអស់គ្នាយើងចូលទៅកាន់ architect របស់យើងមកនេះ model in place ខ្ញុំបង្ហាញដូចជាបង្ហាញនៅក្នុងរូបរបស់យើងម្ដងហើយអញ្ចឹង model in place ក៏វាមានតួនាទីសំខាន់ដែរអញ្ចឹងយើងយក model in place ហើយយើងយកប្រភេទ wall មក category wall បន្ទាប់មកទៀតយើងដាក់ឈ្មោះវាផងយើង set យើង pick a plan យើង set work plan មកតិចយើងសូវាបន្តិចមកនេះខ្ញុំអូមកខោមើលវាដល់ណាចូលទៅកាន់ 3D បន្តិចវានៅហ្នឹងឯងដឹងវានៅណាឃើញទេអញ្ចឹងកាលណាយើង set work plan អត់ដឹងថាវានៅទីតាំងណាអញ្ចឹងគឺយើងគូមកក៏វាបានដែរយើងគូមកក៏វាឃើញនេះរបស់យើងនៅហ្នឹងដែរអញ្ចឹងខ្ញុំទៅ set work plan ខ្ញុំទៅនេះវាបន្តិចខ្ញុំ set sorry ខ្ញុំយក component model in place យក wall អូខេខ្ញុំ set work plan ឲ្យវាអូខេអញ្ចឹងខ្ញុំបាន work plan របស់វានៅទីតាំងហ្នឹងហើយកាលនេះវាបាននៅទីតាំងហ្នឹងយើងគូមកដល់ឃើញហ្នឹងហើយខ្ញុំយក front ដែរខ្ញុំសូវាបន្តិចខ្ញុំ tab បន្តិចមកនឹងវាឲ្យ work plan របស់យើងនៅទីតាំងហ្នឹងហើយខ្ញុំ tab ដើម្បីយើងទៅអាច set work plan ឲ្យវានៅលើជាងហ្នឹងបានអញ្ចឹងណាតែមូលហេតុអីវានៅកន្លែងណានេះនៅ 3D វានៅកន្លែងនេះហើយខ្ញុំសាក់គួយមួយសិនមកវាឃើញអត់នេះវានៅជាងក្រោយវិញអញ្ចឹង work plan ដែលយើង set បានវិញវានៅក្រោយនេះអញ្ចឹងដូចខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាពេលយើង set work plan ខុសយើង model មកក៏វាខុសដែរអាហ្នឹងមូលហេតុកន្លែងហ្នឹងអញ្ចឹងខ្ញុំទៅ set work plan ឲ្យវាថ្មីខ្ញុំ delete វាចោលខ្ញុំចុច create បន្ទាប់មកទៀត extrusion ខ្ញុំយក set work plan ខ្ញុំយកតែប៉ុណ្្នឹងត្រូវ pick a plan មូលហេតុនេះវាឲ្យខ្ញុំចុចwireframe มันក៏យក hidden line សិនពេលបងប្អូន set work plan យើងត្រូវប្រកាសថានេះបងប្អូននេះយើងត្រូវប្រកាសថាវានៅនេះអញ្ចឹងខ្ញុំចុចសូមកខ្ញុំយកនេះយើងមិញវាឲ្យនៅលើជាងខាងហ្នឹងហើយខ្ញុំគូវាមួយសិនអូខេពេលដែលបងប្អូន set អត់ច្បាស់បងប្អូនអាចគូសាកល្បងបានណាវាឲ្យតែវាជាប់នៅខាងក្រោយដែរបងប្អូនអញ្ចឹងយើងនៅតែគូវាបានដដែលអូខេនេះបានហើយមកដល់បានណាអញ្ចឹងបងប្អូនទៅមិនព្យាយាម set work plan វាឲ្យត្រូវកាលណា set work plan អត់ត្រូវយើងគូមកក៏វាអត់ន័យដែរអញ្ចឹងខ្ញុំអូខេមកនេះអញ្ចឹងយើងប្រកាសថា work plan របស់យើងវានៅទីតាំងហ្នឹងហើយឃើញទេ
ចឹងខ្ញុំ delete ចោលហើយខ្ញុំចូលទៅកាន់ front ហើយ verb plan នេះខ្ញុំអាចhit វាវិញក៏បានដែរបន្ទាប់ពី hit ខ្ញុំយក intrusion ខ្ញុំយក pick line នេះខ្ញុំចុចលើនេះមកអូខេ pick 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 យើង pick line មកណាយើង pick line ក៏បានយកជាមិន pick line ក៏បានអាហ្នឹងស្រេចបងប្អូនយកគូមួយក៏បានបងប្អូនគិតថាមួយណាដែលបងប្អូនពេញចិត្តយកមួយហ្នឹងមកបន្តមកទៀតកន្លែងនេះខ្ញុំយក line បិទចិត្តចេះអូខេខ្ញុំយក line បិទចិត្តអានេះនៅមួយទៀតចាំខ្ញុំគូតាមក្រោយអូខេអានេះមួយដែរខ្ញុំយក pick line ដដែលខ្ញុំបានប៉ុណ្ណេះអញ្ចឹងយើងបានមូលលានរបស់យើងឃើញទេអូខេមកនេះមូលលានរបស់យើងអញ្ចឹងយើងចូលទៅកាន់ CD ឃើញទេមូលលានរបស់យើងវាបានឃើញទេតែគ្រាន់តែកម្រាស់វាក្រាស់អញ្ចឹងយើងចង់បានកម្រាស់ស្ដើងគាត់បងប្អូន select លើនេះមកឬមួយក៏ចុចអូខេទៅចាំ edit មកវិញនេះយើងឆ្នៃមើលតាមនឹងមកទី1បងប្អូនអាចទាញអញ្ចឹងក៏បានទី2យើងអាចវាយលេខឲ្យវានេះវា0វានៅ0ហ្នឹងឃើញទេខ្ញុំចុចលើនេះ0នេះយើងអាឡាញឲ្យស្មើជាមួយនឹងនេះរបស់យើងមក48របស់យើងមកអូខេឃើញទេចឹងតាមដែលយើងមើលគឺ48របស់យើងហ្នឹងក៏វាអត់តន់ត្រូវទៅតាមទីតាំងដែរចឹងយើងមានតែចុចលើនេះយើង move វាចូលក្នុងបន្តិចមកអូខេចឹងយើងអាឡាញម្ដងទៀត AL អូខេយើងបាននេះរបស់យើងញោម curtain wall របស់យើងប៉ុណ្ណឹងដែរឃើញទេនេះហើយឃើញមើលបងប្អូនមើលឃើញវាខុសគ្នាបន្តិចចឹងវាតាក់ទងជាមួយនឹង material អញ្ចឹងយើងដាក់ material វាដូចគ្នាមក material ខ្ញុំ tab ខ្ញុំ edit ថៃមើល material របស់វានេះ aluminium អញ្ចឹងខ្ញុំគាត់ថា control C បន្តមកទៀតខ្ញុំ select លើនេះខ្ញុំ edit ថៃខ្ញុំមកផាសកន្លែងនេះcontrol V មកខ្ញុំចុច OK វាបាន material ដូចគ្នាឃើញទេបងប្អូនអញ្ចឹងនៅក្នុងប្លង់របស់យើងអានេះមាននេះអត់នេះហើយកន្លែងនេះខ្ញុំគិតថាអត់មាននេះមិនសមបើមានអត់សមខ្ញុំចូលទៅមើលម្ដងទៀតខ្ញុំគិតវាអត់មានទេអញ្ចឹងខ្ញុំដោះវាចេញទៅមកខ្ញុំ tab យើង tab វាចំ grid បើសិនជាវាករណីវាដោះបានបងប្អូនអាចទាញមកដល់ក្រោមចេះបន្តិចហើយយើង edit ថៃមកហើយយើងអា horizontal boolean របស់យើងដោះចេញចោលមួយមកនេះ horizontal boolean នេះយើងយកណានមកហ្នឹងយើងស្នៃតាមជាក់ស្ដែងនេះអញ្ចឹងវាឡើយនេះវាអត់មានទេអញ្ចឹងយើងអាច model កន្លែងនេះទៅជានេះមួយទៀតយើង CS យើង model យើង in place សិនមកយើង CS នេះបន្តទៀតយើងគូ boolean របស់យើងនៅនឹងមួយទៀតហ្នឹងឃើញទេអញ្ចឹងវាអត់អីជាបញ្ហាចំណុចកន្លែងហ្នឹងបងប្អូនចូល 3D មកយើងបាន boolean នៅនឹងអញ្ចឹងវាអត់ជាបញ្ហាបើសិនជាបងប្អូនអត់ចង់បាននៅកន្លែងហ្នឹងទេយើងចង់កាត់ផ្ដាច់អានេះចោលយើងគ្រាន់តែអូសវាមកប៉ុណ្ណេះមកអូខេយើង CC វាមកយើងឆ្នៃអាហ្នឹងបងប្អូនយើងឆ្នៃវាណាអូខេបានប៉ុណ្ណឹងហើយបន្ទាប់មកទៀតអានេះយើងចង់ឲ្យវាមកក្រោមបន្តិចក៏បានដែរខ្ញុំ edit instruction បន្តិចកន្លែងខ្ញុំអូសវាមកក្រោមឬមួយក៏ delete វាបន្តិចឲ្យវាត្រង់ទីតាំងកន្លែងហ្នឹងខ្ញុំនេះចេះមកឆ្នៃវាបន្តិចណាបងប្អូនអូខេគឺយើងបានមកយើងហើយយើងយកវាប៉ុណ្នេះមកបន្ទាប់ទៀតនេះយើងអូខេមកអានេះបងប្អូនធ្វើដូចមិញមកយើងទាញវាឲ្យស្មើក្នុងនេះមកនេះដល់ករណីឆ្នៃបងប្អូនចង់ឆ្នៃមិនក៏បានដែរឲ្យចេញរូបរាងអូខេ
កង់ហ្នឹងនេះវាធ្វើបានទេនេះអញ្ចឹងយើងបានប៉ុណ្ណេះពេលនេះស្អាតជាងមុនតិចទេបន្ទាប់ពីបានស្អាតប៉ុណ្ណឹងហើយបងប្អូនចូលទៅកាន់នេះដែរបន្តមកទៀតយើង model in place យើង select លើនេះយើងយកពី copy បន្តមកទៀតយើង paste in the same place paste in the same place បានន័យថា paste ហ្នឹងនៅទីតាំងហ្នឹងដែរបន្ទាប់មកទៀតយើង paste in the same place ហើយយើង edit intrusion អញ្ចឹងយើងចាប់ដើមគូកញ្ចក់របស់យើងម្ដងអញ្ចឹងយើង delete អានេះចោលគូកញ្ចក់នេះយើង delete ខាងក្រៅអញ្ចឹងកញ្ចក់របស់យើងតែនេះទេអូខេយល់ទេបងប្អូនអត់យល់ចាំជជែកគ្នាថែមអូខេតមកទៀតយើង trim វា delete ខ្ញុំយកវាភូមិនេះខ្ញុំចុចលើនេះ delete វាចោលមកនេះកញ្ចក់អញ្ចឹងបានកញ្ចក់យើង boundary វាតែភូមិនេះអានេះយើង delete វាចោលអានេះក៏ជាកញ្ចក់ដែរខ្ញុំយកមកគូបិទចិត្តចេះមកចេញជាកញ្ចក់ឲ្យឃើញទេចុច OK ជាងយើងបានកញ្ចក់របស់យើងជាយើងចាំប្ដូរ material ឲ្យវាក៏បានដែរនេះអញ្ចឹងកញ្ចក់របស់យើងវាចេះអញ្ចឹងយើងបានប៉ុណ្្នឹងហើយតេតងមើលកញ្ចក់កន្លែងហ្នឹងយើងបានប៉ុណ្្នឹងយើងជោគជ័យមកកម្រិតអីបងប្អូនអញ្ចឹងយើងទៅចូលទៅកាត់profile ឲ្យវាបានទេចឹងដើម្បីនេះយើងមានច្រើនវិធីសាស្ត្រដែលយើងអាចជន់យើងអាចអីប៉ុន្តែក្នុងនេះខ្ញុំបង្ហាញបងប្អូនតេតងជាមួយនឹងការខាត់ profile នេះមកខាត់ profile យើងខាត់ wall មកខាត់ profile wall របស់យើងមកបន្តមកទៀតយើង select យកតាមboundary របស់នេះយើងមក boundary របស់curtain wall របស់យើងតមកទៀតខ្ញុំ trim extrusion នេះមកឬមួយក៏បងប្អូនខាត់បន្តមកទៀតយក delete signal នេះយើងចេះអាកណ្ដាលវា delete ឲ្យហ្នឹងទៅយើង OK បានទេករណីកន្លែងនេះវានៅជាប់ចេះវាខុស line គ្នាបន្តិចកាលហ្នឹងកាលណាវា line អត់ចិត្តក៏វាអត់ឲ្យដែរបងប្អូនយើងស្រួលមើលមកវា line មានករណី line អត់ចិត្តអីអត់ជា line របស់យើងចិត្តអស់ហើយមូលហេតុអីវាអត់ឲ្យអូខេខ្ញុំedit profile ម្ដងទៀតបន្តទៅខ្ញុំ pick line ដែលអូខេលើកនេះបានអត់មើលទៅទៀតខ្ញុំ trim mixen ចេះឬមួយក៏កាត់ segment ចេះដូចមិញអូខេខ្ញុំប៉ុណ្ណឹងហើយខ្ញុំអូខេមកនេះវាអត់បានទៀតករណីវាអត់បានករណីវានេះនឹងអត់ឲ្យបងឃើញទេចាក់នេះខ្ញុំ delete ចោលបន្តមកទៀតខ្ញុំយក option មួយនេះខ្ញុំចុចចេះខ្ញុំទាញនេះមកកាត់ខោបន្តិចហើយខ្ញុំយក option មួយនេះខ្ញុំចេះអូខេនេះដឹងតែជាប់ 100% ហ្មងហើយខ្ញុំទាញមកដល់នេះអូខេនេះធានាថាបានហ្មងនេះបន្តមកទៀតនេះវា crash អញ្ចឹងយើងទៅដូរ material ឲ្យវាបន្តិចទៅដូចពិតកញ្ចក់របស់យើងមក tape យើង tape ឲ្យប៉ះកញ្ចក់របស់យើងបន្តមកទៀតយើង edit ហើយ material របស់វាឈ្មោះអីគេកញ្ចក់ material កន្លះខ្ញុំ copy ឈ្មោះវាបន្តមកទៀតខ្ញុំទៅ edit កន្លែងនេះខ្ញុំ select លើកញ្ចក់របស់យើងខ្ញុំកុំយក aluminium ខ្ញុំផាសវាមកយកទៅកន្លះអូខេអញ្ចឹងវានឹងមាន transparency ដូចគ្នាដែរឃើញទេយើងអាចមើលទៅខាងក្នុងធ្លុះដែរហើយដើម្បីឲ្យវាស្ដើងដូចគ្នាបងប្អូនអាច
ចេះវិញជាមួយខ្ញុំចូលទៅកាន់ GI បន្ទាប់មកទៀតនេះកញ្ចក់របស់យើងវានៅលើនេះវាខិតក្រៅបន្តិចដើម្បីឲ្យវាបានចូលក្នុងបងប្អូនទៅធ្វើម៉េចបងប្អូនទៅ edit វាមកនេះឥឡូវនេះ37តែខ្ញុំយក35នេះ offset បើនេះវា offset ចេញណាអូ sorry វានៅ37តែខ្ញុំយក35អូខេ35វានេះបន្តិចខ្ញុំយក30វាហួរខ្ញុំយក34មកយកអូខេ34អូខេ34អូខេឃើញអញ្ចឹងយើងចុចអូខេមកបន្ទាប់មកទៀតខ្ញុំចូលទៅកាន់ 3D របស់ខ្ញុំដែរខ្ញុំយក scope book ដើម្បីខ្ញុំអូសអាកញ្ចក់ដែលខ្ញុំប្រើ curtain wall ខ្ញុំប្រើ generate model មួយនេះឲ្យរាប់ជាមួយនឹងកញ្ចក់របស់ខ្ញុំឲ្យវាមានកម្រាស់ប៉ុណ្ណឹងគ្នាចឹងវានៅតែអត់ទាន់ select ប៉ះកញ្ចក់ទេបងប្អូនអូនតិចទៀតមកមានអីជាបញ្ហានេះអូវាពាក់កណ្ដាលនេះមកក៏បានដែរគឺមើលវាផុតពេកប៉ុណ្ណេះបើយើងមើលឃើញឃើញនេះចឹងជាប្រភេទកន្លះដែលយើងគួរតែប្រើ curtain wall វាមានកម្រាស់ដល់តែ80ដូចនេះរបស់យើងចឹងយើងអត់អីទេបងប្អូនយើងអាចedit វាបានវា80យើងយកត្រឹម12មីលីម៉ែត្រមកប៉ុន្តែ12មីលីម៉ែត្រហ្នឹងវានៅខាងក្នុងអញ្ចឹងយើងយកកន្លែងនេះវិញនេះយើងយក0វិញControl Zយើង select ឲ្យចំកន្លះ select លេខតំកញ្ចក់បន្ទាប់មកទៀតបងប្អូនចូលទៅកាន់មុខខាងនេះបងប្អូនអូវាអញ្ចេះក៏បានដែរ72start 72អានេះ80អញ្ចឹង72 80ដល់12សល់ប៉ុន្មានសល់68អញ្ចឹងយើងយក68មកអូខេអញ្ចឹងយើងបានកញ្ចក់របស់យើងកម្រាស់12មីលីម៉ែត្រដូច KDI អញ្ចឹងឃើញអូខេចឹងតើតងជាមួយនឹង curtain wall វារៀងពិបាកបន្តិចដែរបងប្អូនទាំងអស់គ្នាមិនស្រួលប្រហែលទេណាអូខេចឹងយើងបានប៉ុណ្ណឹងហើយមើលទៅកញ្ចក់របស់យើងវាអត់ដូចអីដែលយើងចង់បានតែយើង tape ឲ្យធ្វើម៉េចឲ្យវាប៉ះកញ្ចក់បន្តទៀតយើង edit ហើយចាំយើងទៅដូរ material ឲ្យវានេះដោយសារ material វាប្រភេទកន្លះនេះយើងមើលទៅ transparency វាខ្លាំងពេកអញ្ចឹងយើងយកត្រឹមជួនក៏យើងមិនបាច់យកមកក៏វានៅតែអត់ទាន់ដូចអីដែលយើងចង់បានអូខ្ញុំ edit បន្តិចយក 0.1 យើងតូចតិចមើលតទៀតអូខេនេះជា surface pattern ត្រូវហើយជា background ខ្ញុំយក solid ខ្ញុំយកពណ៌នេះខ្ញុំយកនេះពណ៌ខ្មៅវិញខ្ញុំយកកញ្ចក់របស់យើងពណ៌ខ្មៅហើយអានេះខ្ញុំយកពណ៌យ៉ាងស្រាលបន្តិចអូខេបានប៉ុណ្នេះមកហើយនេះខ្ញុំ edit ខ្ញុំយកត្រឹម 0.5 ណាអូខេ 0.5 យ៉ាងតំណងបន្តិចអូខេ apply អូខេកញ្ចក់របស់យើងនៅតែអត់ចេញជារូបរាងអីខ្ញុំ edit ឡើងវិញ
ខ្ញុំយក class នេះហ្នឹងវាអត់ត្រូវអញ្ចឹងទេណោះយើងយកប៉ុណ្នេះវាគួរតែបង្ហាញឲ្យយើងហ្នឹងនេះទាំងអស់គ្នាបងប្អូនទាំងអស់គ្នាសារនេះខ្ញុំប្រើនៅក្នុង version 2027ឆៃប្រើជាប្រភេទ default ទៀតអញ្ចឹងអីអាចនឹងថ្មីអីអាចថ្មីអញ្ចឹងយើងត្រូវការពេលបន្តិចអធិស្ឋានផងទាំងអស់គ្នាខ្ញុំដូរ material ដាក់ផ្សេងមកវាឲ្យអត់សាក់អូខេសិនមើលអូខេប្រហែលជា material មួយហ្នឹងមានបញ្ហាអញ្ចឹងខ្ញុំទៅបង្កើត material ថ្មីមួយទៀតមកបងប្អូននេះឃើញយើងដូរដាក់ material ផ្សេងវាបាន tab ខ្ញុំ edit ថាខ្ញុំទៅបង្កើត material មួយទៀតសម្រាប់កន្លះហើយសម្រាប់ការបង្កើត material ខ្ញុំបង្កើត no median មុនហើយបងប្អូនបានមើលវីដេអូ median នេះដូចបង្កើតថ្មីអញ្ចឹងខ្ញុំដាក់ class wall កន្លែងនេះខ្ញុំយកពណ៌ខ្មៅបន្តិចពណ៌ទូទៅបន្តមកទៀត surface ខ្ញុំយកខ្ញុំអត់ទាន់បាន import នេះមកខ្ញុំអត់ទាន់បាន import នេះឬមួយក៏អត់ទាន់បានបង្កើតប្រភេទ surface pattern មកវាអញ្ចឹងខ្ញុំយកនេះបង្ហាញបងប្អូនទាំងអស់គ្នាសិននេះtrong ក្នុងមេរៀនក្រោយខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងជាមួយនឹងការធ្វើអាហ្នឹងការបង្កើតអាហ្នឹងអីហ្នឹងអញ្ចឹងយកនេះមួយជា sample ជូនបងប្អូនទាំងអស់គ្នាសិនអូខេនេះខ្ញុំយកយ៉ាង share បន្តិចខ្ញុំអូខេខ្ញុំ apply អូខេខ្ញុំ control C មកអូខេអញ្ចឹងវាចប់ឲ្យយើងបានហ្នឹងឃើញទេអញ្ចឹងបន្ទាប់ពីយើងបានហើយអានេះយើងដូរ transparency វាបន្តិចមកវានឹងមើលទៅវាធ្លុះដល់ក្នុងហើយនេះកន្លែងនេះយើងលើក transparency វាយកត្រឹមប៉ុណ្ណេះមកអូខេបងប្អូនទាំងគ្នាដោយសារយើងអត់ទាន់បានបង្កើត surface pattern របស់វាហើយនេះយើងដូរមកប្រភេទកញ្ចក់ដូចគ្នាមកតែយើងយកអាហ្នឹងអូខេអញ្ចឹងយើងបាន curtain wall របស់យើងមួយហើយឃើញទេអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះវាវែងតិចប៉ុន្តែខ្ញុំគិតថាវាជាប្រយោជន៍មួយដែរវាបាន full នេះ pattern នេះបងប្អូនអាចនេះបានអាចកែថ្មីបានឲ្យតែបងប្អូនយល់អត់អីទេខ្ញុំ save ប៉ុណ្្នឹងសិនអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលតាមដានទស្សនាវីដេអូក៏ដូចជាចំណេះដឹងថ្មីៗទាក់ទងជាមួយនឹង Revit អរគុណច្រើន